កុំធ្វើខ្លួនជាមនុស្សគ្មានតម្លៃហេតុអ្វីបានជាអ្នកកាន់តែយកចិត្តគេកាន់តែមើលរំលងពីតម្លៃរបស់អ្នកមានរឿងមួយដែលមនុស្សជាច្រើនធ្លាប់បានជួបក៏ប៉ុន្តែមិនសូវមាននរណានិយាយអំពីវាទេនៅថ្ងៃដំបូងដែលអ្នកចូលធ្វើការងារនៅកន្លែងថ្មីមនុស្សគ្រប់គ្នាគោរពអ្នកពួកគេនិយាយសមរម្យដាក់អ្នកសុំយោបល់ពីអ្នកគោរពពេលវេលារបស់អ្នកក៏ប៉ុន្តែប៉ុន្មានខែក្រោយមកអ្វីចាប់ផ្ដើមផ្លាស់ប្ដូរមានមនុស្សខ្លះចាប់ផ្ដើមតាក់ទងអ្នកតែនៅពេលណាដែលពួកគេត្រូវការជំនួយចាប់ផ្ដើមផ្ញើការងារឲ្យអ្នកដោយគ្មានការសុំទោសចាប់ផ្ដើមយកពេលវេលារបស់អ្នកដូចជាវាជារឿងធម្មតាហើយអ្វីដែលធ្វើឲ្យអ្នកឈឺចាប់ជាងគេអ្នកគិតថាខ្ញុំធ្វើល្អដាក់ពួកគេមករហូតហេតុអ្វីបានជាគេប្រព្រឹត្តចំពោះខ្ញុំបែបនេះរឿងដដែលនេះក៏កើតឡើងនៅក្នុងមិត្តភាពនៅក្នុងគ្រួសារនៅក្នុងទំនាក់ទំនងស្នេហានៅថ្ងៃដំបូងគេឲ្យតម្លៃអ្នកប៉ុន្តែដល់យូរទៅគេចាប់ផ្ដើមមើលរំលងអ្នកនៅពេលដែលរឿងនេះកើតឡើងមនុស្សភាគច្រើនសន្និដ្ឋានភ្លាមថាប្រហែលជាខ្ញុំល្អពេកឬក៏មនុស្សសម័យនេះមិនចេះដឹងគុណក៏ប៉ុន្តែនៅក្នុងចិត្តវិទ្យាមើលឃើញរឿងទាំងនេះខុសពីមុនបន្តិចចុះបើខ្ញុំប្រាប់អ្នកថាអ្នកប្រហែលជាមិនបានបាត់បង់តម្លៃទេអ្នកគ្រាន់តែបានបង្រៀនអ្នកដទៃឲ្យប្រព្រឹត្តចំពោះអ្នកទៅតាមរបៀបដែលពួកគេកំពុងតែធ្វើសពថ្ងៃស្ដាប់ទៅប្រហែលជាពិបាកទទួលយកក៏ប៉ុន្តែសូមលោកអ្នកគិតពីក្មេងតូចម្នាក់លើកទី1គាត់ស្រែកយំដើម្បីទាមទារអ្វីមួយអ្នកមិនព្រមលើកទី2គាត់យំខ្លាំងជាងមុនអ្នកនៅតែមិនព្រមដល់លើកទី3អ្នកចាប់ផ្ដើមអាណិតហើយនៅទីបំផុតអ្នកក៏ឲ្យអ្វីដែលគាត់ចង់បានតើនឹងមានអ្វីកើតឡើងក្មេងនោះមិនបានរៀនថាខ្ញុំយំព្រោះតែខ្ញុំជាក្មេងអាក្រក់ទេក៏ប៉ុន្តែគាត់រៀនថាបើខ្ញុំយំគ្រប់គ្រាន់ខ្ញុំនឹងបានអ្វីដែលខ្ញុំចង់បានដូច្នេះលោកអ្នកនេះមិនមែនដោយសារតែគាត់អាក្រក់ទេប៉ុន្តែវាជាធម្មជាតិនៃការរៀនសូត្ររបស់មនុស្សឥឡូវសូមបដូរពីក្មេងតូចមកជាមនុស្សពេញវ័យវិញម្ដងបើសិនជារាល់ពេលមាននរណាម្នាក់មកខ្ចីពេលវេលារបស់អ្នកតែងតែនិយាយថាអូមិនអីទេបើសិនជារាល់ពេលមាននរណាម្នាក់មិនគោរពពាក្យសន្យាអ្នកនៅតែអត់ទោសឲ្យដោយមិននិយាយអ្វីហើយបើសិនជារាល់ពេលអ្នកលះបង់ពេលវេលាធម៌ពលនិងអារម្មណ៍របស់អ្នកដើម្បីកុំឲ្យអ្នកដទៃមិនសប្បាយចិត្តតើអ្នកគិតថាមនុស្សកំពុងតែរៀនអ្វីពួកគេកំពុងតែរៀនថានេះគឺជារបៀបដែលខ្ញុំអាចប្រព្រឹត្តចំពោះគាត់បានហើយនោះគឺជាកំហុសដែលមនុស្សល្អជាច្រើនធ្វើដោយមិនដឹងខ្លួនពួកគេតែងតែគិតថាការគោរពកើតឡើងពីការលះបង់ប៉ុន្តែការគោរពមិនកើតឡើងដោយសារ